ប្រវត្តិនិងរឿងនិទានព្រះគោព្រះកែវព្រះគោព្រះកែវគឺជារឿងពិតបុរាណខ្មែរដ៏ល្បីល្បាញមួយដែលត្រូវបាននិយាយគ្នាជាច្រើនជំនាន់មានទាំងទម្រង់និទានមាត់សរសេរខ្សែភាពយន្តនិងគំនូររឿងនេះមានលក្ខណៈជានិទានបំផុសគំនិតដែលពន្យល់ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មែរជាពិសេសការដួលរំនៃរាជធានីលង្វែកនៅឆ្នាំ1594ដោយកងទ័ពសៀមដោយសៀមវាយលុកចូលបន្ទាយលង្វែកនិងការបាត់បង់ទ្រព្យសម្បត្តិវប្បធម៌គម្ពីរនិងប្រាជ្ញាខ្មែរព្រះគោតំណាងឲ្យថាមពលកម្លាំងនិងគម្ពីរបុរាណខ្មែរចំណែកព្រះកែវតំណាងឲ្យប្រាជ្ញានិងអ្នកមានចំណេះដឹងរឿងនេះក៏ឆ្លុះបញ្ចាំងពីការឈឺចាប់ជាតិនិងក្តីសង្ឃឹមរបស់ជនជាតិខ្មែរសង្ខេបរឿងនិទានតាមកំណែសំខាន់នៅស្រុកលង្វែកមានគ្រួសារកសិករមួយប្តីប្រពន្ធរស់នៅដោយសាមញ្ញប្រពន្ធមានផ្ទៃពោះនិងសុបិនឃើញចិញ្ចៀនពេជ្រ3វង់លុះសម្រាលកូននាងស្លាប់ហើយកូនទាំងពីរចេញពីពោះម្ដាយកូនបងជាគោព្រះគោនិងកូនពៅជាក្មេងប្រុសព្រះកែវឪពុករក្សាកូនទាំងពីរប៉ុន្តែអ្នកស្រុកចាត់ទុកជាសញ្ញាអពមង្គលនិងដេញពួកគេចូលព្រៃនៅក្នុងព្រៃព្រះគោមានអំណាចវេទមន្តអាចហើរប្រែរូបនិងក្អែកអាហារសម្លៀកបំពាក់គ្រឿងមាសប្រាក់ចេញពីពោះដើម្បីចិញ្ចឹមប្អូនព្រះកែវធំឡើងជាបុរសសង្ហាថ្ងៃមួយព្រះកែវជួបនាងពៅបុត្រីពៅរបស់ស្ដេចខ្មែរដែលកំពុងងូតទឹកក្នុងស្រះពួកគេស្រឡាញ់គ្នាប៉ុន្តែបងប្អូននាងពៅច្រណែងនឹងទូលស្ដេចខឹងសម្បាបញ្ជាកាត់ក្បាលនាងពៅប៉ុន្តែព្រះគោប្រើអំណាចដាក់ក្បាលវិញនិងក្អែកប្រាសាទដ៏ស្រស់ស្អាតឲ្យពួកគេរស់នៅពេលនោះស្ដេចសៀមចង់វាយលុកខ្មែរប៉ុន្តែចាញ់គ្រប់ជើងក៏បួលប្រកួតប្រជល់មន់ព្រះគោប្រែជាមន់ខ្លាំងឈ្នះមន់សៀមប្រជល់ដំរីឬក្របីព្រះគោប្រែជាដំរីខ្លាំងឈ្នះវិញស្ដេចសៀមខឹងប៉ុន្តែចង់បានព្រះគោព្រះកែវក៏លើកទ័ពវាយលង្វែកព្រះគោនាំប្អូននិងនាងពៅហៅកិច្ចតោងកន្ទុយប៉ុន្តែត្រូវសៀមបញ្ជូនកម្មញងបាញ់លុយប្រាក់ចូលព្រៃសីធ្វើឲ្យអ្នកស្រុកកាប់ឈើរកលុយនិងចាប់បានព្រះគោព្រះកែវសៀមនាំទៅថែរក្សាក្នុងប្រាសាទស្អាតប៉ុន្តែបងប្អូនទាំងពីរនៅតែសោកសៅសម្លឹងមកខ្មែរសារសំខាន់នៃរឿងនិមិត្តសញ្ញាការបាត់បង់ព្រះគោព្រះកែវតំណាងឲ្យការបាត់បង់ឯករាជ្យគម្ពីរប្រាជ្ញានិងទ្រព្យសម្បត្តិខ្មែរដោយសៀមក្នុងសម័យក្រោយអង្គរមេរៀនសាមគ្គីភាពបងប្អូនក្តីស្រឡាញ់និងការរក្សាវប្បធម៌ជាតិឥទ្ធិពលរឿងនេះនៅតែរស់ក្នុងចិត្តខ្មែរមានរូបសំណាកព្រះគោព្រះកែវនៅវត្តអារាមខ្លះនិងប្រើជានិមិត្តរូបនៃការតស៊ូជាតិរឿងនេះមានកំណែខុសគ្នាបន្តិចបន្តួចប៉ុន្តែស្នូលដដែលវាជាមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិខ្មែរជាពិសេសនោះសូមខន្តីអភ័យទោសពីពុកម៉ែបងប្អូនផងដែរប្រសិនបើមានពាក្យពេចន៍ឬក៏ខុសឆ្គងដោយពាក្យសម្ដីណាមួយ